ចាប់ផ្ដើមខ្សែរឿងមកយើងឃើញថាអ៊ីស៊ូមីកំពុងតែសង្ងំនៅក្រោមម្លប់ព្រោះវាជារដូវក្តៅឬក៏ហើយយើងហៅថារដូវ Summer នោះហើយអ៊ីនូសាកាបានហៅទៅអ៊ីស៊ូមីឲ្យចេញមកក្រៅដើម្បីពិភាក្សារកកន្លែងដើរលេងក្នុងថ្ងៃវិស្សមកាលរដូវក្តៅនេះពេលដែលអ៊ីស៊ូមីបានដើរចេញមកនោះក៏មានសត្វហោះបុកក្បាលរបស់អ៊ីស៊ូមីផងដែរអ៊ីស៊ូមីបាននិយាយឡើងថាក្នុងរដូវក្តៅនេះវាពិតជាក្តៅខ្លាំងណាស់និយាយដូចអស់និយាយចឹងរដូវក្តៅវាមិនអោយក្តៅមិនអត់យល់ហ្មងអូនស៊ីកាម៉ូរីក៏បានយកទឹកទៅឲ្យអ៊ីស៊ូមីហើយអ៊ីស៊ូមីក៏បានអរគុណទៅអូនទៅស៊ីកាម៉ូរីបាននិយាយប្រាប់ទៅអ៊ីស៊ូមីថាឲ្យគេនឹងគួរតែផឹកទឹកឲ្យបានគ្រប់គ្រាន់ទៅព្រោះថាពេលនេះគឺជារដូវក្តៅនោះឯងកំពុងតែឈរនិយាយគ្នានោះអូនតូចយុយបានយកឆាត់មកខំបាំងឲ្យអ៊ីស៊ូមីទាំងណែខ្លួនរបស់អូននឹងឡើងទៀបឡើងកតឺយកហ្មងទៅបាំងថ្ងៃឲ្យគេសាំដល់កហ្មងឃើញចឹងហើយអ៊ីស៊ូមីក៏បានទៅកាន់ឆាត់ជំនួសអូនផងដែរណែក៏បាននិយាយឡើងថានាងគឺចង់ទៅលេងសមុទ្រនៅក្នុងថ្ងៃសម្រាប់រដូវក្តៅនេះធ្វើឲ្យអូនស៊ីកាម៉ូរីក៏មានចំណាប់អារម្មណ៍ជាខ្លាំងសូម្បីតែអ៊ីនូសាកាក៏បានយល់អញ្ចឹងផងដែរតែអ៊ីស៊ូមីវិញគឺគេមិនសូវជាចង់ទៅប្រហែលទេព្រោះថាគេតែងតែស្អប់កម្ដៅថ្ងៃនិងតែងតែធ្វើឲ្យមនុស្សជុំវិញរបស់ខ្លួនគេនឹងពិបាករហូតចឹងហើយបានជាគេបានត្រឹមតែនៅក្រោមម្លប់មើលពួកគេលេងតែប៉ុណ្ណោះកំពុងតែកាត់តែម្នាក់ឯងនោះអ៊ីនូសាកាបាននិយាយឡើងថាមិនបានជាមិនទៅលេងទន្លេវិញទៅព្រោះថាអ៊ីស៊ូមីឯងនឹងមានភាពសប្បាយរីករាយជាងអ៊ីស៊ូមីគឺគេមិនអាចទ្រាំទ្រនឹងពលឺព្រះអាទិត្យបានទេហើយមើលវិញទៀតពួកយើងក៏អាចហែលទឹកនៅក្នុងទន្លេនឹងបានផងដែរឬអញ្ចឹងនេះក៏បានយល់ស្របផងដែរតែអ៊ីស៊ូមីបានតទៅពួកគេវិញថាមិនអីទេប្រសិនបើពួកគេចង់ទៅលេងសមុទ្រពួកគេមិនចាំបាច់ផ្ដោតមកលើគេពេកនោះទេអ៊ីនូសាកាបាននិយាយឡើងថាពួកគេមិនបានផ្ដោតលើអ៊ីស៊ូមីបែបនោះទេប៉ុន្តែវានឹងកាន់តែល្អប្រសិនបើពួកគេទៅកន្លែងណាមួយដែលពួកគេទាំងអស់រីករាយអញ្ចឹងហើយនេះគឺជាមូលហេតុដែលពួកយើងកំពុងតែពិភាក្សាគ្នានោះឯងហើយអ៊ីស៊ូមីតែគេចង់ទៅលេងនៅកន្លែងណាប្រាប់ពួកគេវិញមកអ៊ីស៊ូមីក៏បានប្រាប់ទៅថាទៅលេងនៅមាត់ទន្លេក៏វាល្អមួយយ៉ាងដែរអញ្ចឹងគេនឹងទៅលេងនៅមាត់ទន្លេបែបនេះហើយពួកគេក៏បានយល់ស្របនឹងគ្នាថាទៅលេងនៅមាត់ទន្លេអូនតូចយូរយើងបាននិយាយឡើងថាទៅលេងមាត់ទន្លេហ្នឹងក៏វាគ្រោះថ្នាក់សម្រាប់អ៊ីស៊ូមីផងដែរធ្វើឲ្យអ៊ីនូសាកានិងណេកូក៏បានភ្ញាក់ផងដែរព្រោះថាអ៊ីស៊ូមីនឹងគឺជាមនុស្សមិនសូវជាមានសំណាងប្រមាណទេតែអូនស៊ីកាម៉ូរីក៏បានបញ្ជាក់ថាមិនអីនោះទេរឿងហ្នឹងគឺទុកចិត្តមកលើអូនចោះអ្នកទាំងអស់គ្នាលឺអញ្ចឹងហើយបាននិយាយប្រាប់ទៅអូនស៊ីកាម៉ូរីធ្វើឲ្យអូនឡើងអៀនឡើងពេញនឹងអស់ហើយកាត់មកដល់ថ្នាក់រៀនវិញនេះក៏បាននិយាយប្រាប់ទៅពួកគេថាការប្រឡងនឹងត្រូវចាប់ផ្ដើមក្នុងថ្ងៃនេះហើយចឹងហើយអ្នកក៏បានបបួលអ្នកទាំងអស់គ្នាទៅទិញអីវ៉ាន់ត្រៀមទុកនៅពេលដែលដើរលេងនៅមាត់ទន្លេតែម្ដងធ្វើអ៊ីនូសាកាគាំងយកមកប្រាប់គេថាមករៀនបន្ថែមបែរជាមក shopping ទៅវិញហើយអ៊ីនូសាកាក៏ចង់ត្រឡប់ទៅវិញអ៊ីស៊ូមីបាននិយាយឡើងថាពួកយើងគឺមានរបស់របរអស់ផងដែរតែពួកគេត្រូវការអីទៀតដែរមែនអ្នកក៏បាននិយាយឡើងថាពួកគេមិនយល់អ្វីសោះទេមែនប្រកាសណាស់គឺពួកយើងត្រូវការឈុតហែទឹកនោះឯងតែអ៊ីនូសាកាបានតបវិញថាវាមិនដែរមានតែកូនក្មេងទេដែលពាក់ឈុតហែទឹកទៅលេងនៅមាត់ទន្លេធ្វើឲ្យអ្នកក៏ខឹងនឹងអ៊ីនូសាកាជាខ្លាំងហើយពួកគេក៏បានចាប់ផ្ដើមឆ្លោះគ្នាទៅអូនជីកម៉ូរីបានសួរទៅអ៊ីស៊ូមីថាតើគេអត់ហែទឹកទេមែនអ៊ីស៊ូមីក៏បានតបវិញថាប្រហែលជាអត់ទេអូនក៏បានសួរតទៀតថាអញ្ចឹងមានន័យថាគេអត់បានពាក់ឈុតហែទឹកមកទេមែនធ្វើអ៊ីស៊ូមីឆ្ងល់ជាខ្លាំងតែអូនក៏បានប្រាប់ថាវាគ្មានអ្វីនោះទេកន្លែងនោះប្រហែលជាអូនចង់មើលរាងកាយអ៊ីស៊ូមីនឹងឯងធ្វើអ៊ីស៊ូមីគាំងយកមកណែកូក៏បានបបួលអូនជីកម៉ូរីថាហាងលក់សម្លៀកបំពាក់ហែទឹកតែជីកម៉ូរីបានប្រាប់វិញថាបើសិនបើអ៊ីស៊ូមីអត់ហែទឹកទេគឺនាងមិនទៅទេឃើញអញ្ចឹងពួកគេទាំងពីរក៏បានដើរចាកចេញទៅបាត់ទៅពេលនោះជីកម៉ូរីបានចាប់អារម្មណ៍ថាអ៊ីស៊ូមីកំពុងតែឈរមើលអ្វីមួយពេលដែលអូនបានទៅមើលនោះធ្វើអូនគាំងជាខ្លាំងចុំអ៊ីស៊ូមីឈរមើលស្រីពាក់ប៊ីគីនីសំខាន់ពេលហ្នឹងអ៊ីស៊ូមីភ្លេចខ្លួនហើយសរសើរថាម្នាក់ស្រីក្នុង poster ហ្នឹងស្អាតទៀតធ្វើឲ្យអូនក៏បានរត់ចាកចេញពីអ៊ីស៊ូមីទៅតែប៉ុន្តែអូនរត់ទៅនឹងគឺថាអូនរត់មករកហាងឈុតប៊ីគីនីនោះឯងហើយអូនក៏បានរកឃើញឈុតប៊ីគីនីម្នាក់ស្រីក្នុង poster ដែលអ៊ីស៊ូមីឈរមើលនឹងឃើញផងដែរជាមួយគ្នានោះដែរអ្នកក៏កំពុងតែលោតឈុតឲ្យអូនយល់នាទីនោះស្រាប់តែនាងក៏បានឃើញអូនស៊ីកាម៉ូរីកាន់ឈុតមិញនឹងយកមកបង្ហាញឃើញអញ្ចឹងអ្នកក៏បានប្រាប់វិញថាឈុតនឹងគឺវាមិនល្អនោះទេមើលឡើងលេខក្រោមលេខលើអស់ហើយតែអូនក៏បានប្រកែកថាมันល្អមិនបាននាងទៅឃើញអ៊ីស៊ូមីមើលទៅម្នាក់ស្រីក្នុង poster មិញពាក់ឈុតនឹងហើយសរសើរម្នាក់នឹងទៀតអញ្ចឹងហើយបានជានាងគិតថាអ៊ីស៊ូមីប្រហែលជាចូលចិត្តអញ្ចឹងហើយអ្នកក៏បាននិយាយឡើងថាមិនកំពុងប្រច័ណ្ឌគេមែនហ្នឹងតាមពិតទៅគឺអូនប្រច័ណ្ឌនឹងម្នាក់ស្រីដែលអ៊ីស៊ូមីសរសើរនោះឯងហើយសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញពីការពីអ្នកក៏មិនទាន់ស្គាល់គ្នាជាមួយនឹង Shikimori ពេលជួប Shikimori ដំបូងអ្នកក៏បានគិតថា Shikimori មានសក់រលោងហើយទន់មានរាងស្អាតឆ្លាតហើយរោមភ្នែកក៏វែងលើពីនេះក៏មានបុគ្គលិកលក្ខណៈល្អទៀតនិយាយខ្លីទៅគឺនាងជាមនុស្ស perfect តែម្ដងហើយអ្នកក៏ពិតជាចង់ខ្លាយជាមិត្តជាមួយនឹង Shikimori ខ្លាំងណាស់នៅពេលវេលានោះអ្នកក៏បានដឹងដែរថា Shikimori ក៏បានតាក់ទងនឹង Izumi នៅពេលដែលអ្នកទាំងពីរបាននៅជាមួយគ្នាម្ដងនាងតែងតែឃើញពួកគេតែងតែយកចិត្តទុកដាក់លើគ្នាខ្លាំងណាស់មិនដូចនាងទេនាងគ្មានអ្វីពិសេសឡើយអត្តចរិតរបស់នាងក៏មិនសូវល្អផងដែរក៏ប៉ុន្តែពួកយើងក៏បានជួបគ្នាក្នុងការប្រកួតបាល់របស់សាលាមួយនៅពេលនោះគឺថាក្រុមរបស់នាងនិងក្រុមរបស់ Shikimori ត្រូវប្រកួតគ្នានោះឯងនៅពេលដែលការប្រកួតបានចាប់ផ្ដើមឡើងនោះ Shikimori បានឆក់យកបាល់ពីអ្នកកោយ៉ាង
យ៉ាងលឿនធ្វើឲ្យអ្នកកោភ្ញាក់ផ្អើលជាខ្លាំង Shikimori គឺបានគ្រាប់បាល់បាត់ទៅហើយតែការប្រកួតនឹងទើបចាប់ផ្ដើមសោះធ្វើឲ្យ Neko បានបដិញ្ញាថានឹងយកឈ្នះ Shikimori ឲ្យបានហើយក្រុមទាំងសងខាងគឺបានខិតខំលេងយ៉ាងខ្លាំងធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតស៊ីសាច់ហត់ឈាមតែម្ដងនៅពេលដែលចប់ការប្រកួត Neko ក៏បានហៅ Shikimori ទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានេះហើយគឺជាដើមហេតុដែល Neko បានស្គាល់គ្នាជាមួយនឹង Shikimori នោះឯងកាលមកដល់បច្ចុប្បន្នវិញ Neko ក៏បានជួយទៅរកឈុតហើយទឹកឲ្យ Shikimori បាត់ទៅចំណែក Izumi និង Inuzuka វិញកំពុងតែរៀនបន្ថែមត្រៀមពេលប្រឡងស្របពេលនោះ Neko យុយនិង Shikimori ក៏បានមកដល់ទីនោះ Izumi ក៏បានទៅយកកៅអីឲ្យយុយអង្គុយរួចក៏បានទៅនិយាយនឹងសង្សាររបស់ខ្លួនថាមើលទៅដូចជាអូនសប្បាយចិត្តខ្លាំងណាស់តែអូនមានអ្វីមែនធ្វើឲ្យអូនបានភ្ញាក់បន្តិចផងដែរ Shikimori បានកុហកទៅវិញថាអូនបានតែញអ្វីនោះទេតែ Izumi បានចាប់បានថាអូនកំពុងតែកុហកគេហើយគេចង់ដឹងណាតើវាជាអ្វីអញ្ចឹងហើយក៏ដោយ Shikimori ក៏នៅតែបន្តបកកាយដដែលថាវាគ្មានអ្វីនៅឡើយចំណែកពីរនាក់នេះវិញក៏មិនដឹងថាត្រូវជួយ Shikimori និយាយប្រាប់ទៅ Izumi មិនដែរព្រោះថាអ្វីដែលអូនទិញនឹងគឺជាឈុតប៊ីគីនីនឹងឯងហើយបើសិនជាអ្នកគ្នាឮសលេងរំខានអីញ៉ៃញ៉ៃក្នុងវីដេអូហ្នឹងគឺខ្ញុំពិតជាសុំទោសខ្លាំងមែនទែនដោយសារតែឥឡូវនេះគឺខ្ញុំចុះខែមួយវិញទៀតបងប្អូនខ្ញុំក៏រៀងច្រើនទៀតនៅក្នុងផ្ទះហ្នឹងអញ្ចឹងទៅបានជាមានសលេងរំខាននៅក្នុងហ្នឹងវាតិចតួចផងអញ្ចឹងទៅខ្ញុំមានតែបខំចិត្តធ្វើវីដេអូតាមហ្នឹងដែរទៅអញ្ចឹងសង្ឃឹមថាអ្នកគ្នាយល់ពេលដែលដើរត្រឡប់មកផ្ទះវិញនោះ Izumi ពិតជាអន់ចិត្តនិងសោកស្ដាយជាខ្លាំងព្រោះថានៅពេលដែលប្រឡងនោះប៊ិចរបស់ Izumi ទាំងអស់ដែលគេបានដាក់ត្រៀមនៅពេលប្រឡងនោះគឺថាប៊ិចសុទ្ធតែប៊ិចខូចទាំងអស់ពេលមកដល់ផ្ទះវិញ Izumi កំពុងតែរអូរឿងការប្រឡងនោះទូរស័ព្ទរបស់គេក៏បានរោឡើងនៅពេលដែលគេទៅមើលនោះ Shikimori គឺជាអ្នកខលមកនោះឯង Izumi ក៏បានលើករួចក៏សួរអូនទៅថាតើអូនមានរឿងអ្វីបានជាខលមកគេទាំងយប់បែបនេះអូនក៏បានតបវិញថាអូនគ្រាន់តែបារម្ភ Izumi ខ្លាចគេនៅកាត់រឿងការពីល្ងាចមិញនោះឯងបានជាអូនខលទៅបែបនេះ Izumi ក៏បានបញ្ជាក់ថាគេបានលេងអីទៅហើយឮលេងចឹងក៏អូនសប្បាយចិត្តផងដែរហើយមូលហេតុមួយទៀតដែលអូនខលទៅនឹងព្រោះអូនគឺចង់ស្ដាប់សម្លេងរបស់គេនោះឯង Izumi គ្រាន់តែស្ដាប់ឮចឹងហើយគឺពេលពិតជាអៀនខ្លាំងណាស់ហើយ Izumi ក៏បានបបួលសង្សាររបស់ខ្លួននិយាយលេងជាមួយគ្នាតែម្ដង Izumi បានទៅបើកវាំងននចេញរួចក៏សួរអូនទៅថាតើអូនមានឃើញផ្កាយដែលចាំងនៅលើមេឃនោះដែរឬទេអូនក៏បានប្រាប់វិញថាគឺអូនបានឃើញតែវាពិតជាស្រស់ស្អាតខ្លាំងណាស់តើគេចូលចិត្តផ្កាយដែរមែន Izumi ក៏បានតបវិញថាប៉ិតណាស់គឺគេចូលចិត្តផ្កាយខ្លាំងណាស់កាលពីគេនៅរៀនបឋមសិក្សាគេចូលចិត្តរៀនមេរៀនដែលតាក់ទងនឹងផ្កាយខ្លាំងណាស់ប៉ុន្តែរាល់ពេលដែលប៉ារបស់គេចង់យកគេទៅមើលផ្កាយម្ដងវាតែងតែមានភ្លៀងធ្លាក់ក្នុងថ្ងៃនោះរហូតអញ្ចឹងគេមិនដែលឃើញផ្កាយច្បាស់ម្ដងណាឡើយគេពិតជាសំណាងអាក្រក់ខ្លាំងណាស់ Shikimori បានតបវិញថាមិនអីទេអូននឹងសន្យាថានាំគេទៅកន្លែងណាដែលពួកយើងអាចមើលឃើញមេឃពោពេញទៅដោយផ្កាយបានIzumi បានតបវិញថាបន្ទាប់ពីនេះគេនឹងសន្យាដែរថាគេនឹងនាំអូនទៅគ្រប់ទីកន្លែងដែលអូនចង់ទៅព្រោះគេគឺចង់ឃើញអូនសប្បាយចិត្តនិងមានស្នាមញញឹមមកលើផ្ទៃមុខជារៀងរហូតហើយពួកគេក៏បាននិយាយពីនេះពីនោះអីចឹងទៅវិញទៅមកចឹងទៅខ្ញុំសូមអត់បកស្រាយទេកន្លែងហ្នឹងបន្ទាប់ពីពួកគេបាននិយាយច្រើនដែរហើយ Shikimori ក៏បានបបួល Izumi ឲ្យចូលគេងព្រោះថាឥឡូវនេះគឺវាពិតជាយប់ជ្រៅណាស់ទៅហើយ Izumi ក៏បានអរគុណទៅអូន Shikimori ព្រោះតែបានអូនមកនិយាយលេងជាមួយគេបែបនេះហើយធ្វើឲ្យគេពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់គេគឺពិតជាស្រឡាញ់អូនខ្លាំងណាស់ Shikimori បានលើអញ្ចឹងហើយក៏បានលាទៅកាន់ Izumi រួចក៏បិទទូរស័ព្ទបាត់ទៅធ្វើឲ្យ Izumi គាំងជាខ្លាំង Izumi បានតាំងចិត្តថាការប្រឡងថ្ងៃស្អែកនេះគេនឹងធ្វើឲ្យបានល្អបំផុតកាត់មកអូនវិញគឺអូនកំពុងតែអៀននឹងពាក្យសម្ដីរបស់តួប្រុសដែលបាននិយាយដាក់អូនបាញ់មាញ់នៅឯងធ្វើឲ្យអូនបកាច់បកិនលើក្រែឡើងបងប្រុសរបស់ Shikimori បើកទ្វារចូលមកប្រោតែម្ដងតែដោយសារតែអៀនពេកនោះអូនមិនបានចាប់អារម្មណ៍ឡើយហើយអូនក៏បានស្រែកឡើងទាំងកណ្ដាលយប់នោះតែម្ដង聞いてる